នេះយើងហ៊ានតកតងនឹងជាន់2ចុងក្រោយគឺ cross join ហើយនិង self join ហើយប្រហែលជាអាចចូលដល់គ្រប់បាយបន្តិចគ្រប់បាយហ្នឹងគឺយើងចេះហើយយើងដឹងហើយយើងធ្លាប់សរសេរ basic ហើយប៉ុន្តែចាស់ស្ដែងយើងអត់ដឹងថា detail វាមិនទេ detail មានថាវាប្រើបានជាមួយអីគេខ្លះប្រើបានជាមួយនឹងវាប្រើបែបណាខ្លះយើងអត់ដឹងអីចឹងយើងនឹង deep dive detail នៅក្នុង session របស់គ្រប់បាយហ្នឹងចាឥឡូវយើងចាប់ផ្ដើមពី cross join អញ្ចឹង cross join គឺវាប្រើដើម្បី join data ពី table 2 ឬច្រើនដូចទៅនឹង join ផ្សេងៗជាយើងបានរៀនសប្តាហ៍មុនមាន inner join មាន left join right join ហើយនិង full join អញ្ចឹង cross join វាដូចទៅនឹង join ដែលយើងរៀននៅ session មុនដែរប៉ុន្តែអ្វីដែលវាខុសពីគេគឺ cross join គឺយើងប្រើដើម្បី combine row ពី first table ជាមួយនឹង every row នៅក្នុង second table អញ្ចឹងមានន័យថាមួយ row របស់ table ទី1ហ្នឹងគឺវានឹងយក row ទាំងអស់ពី table ទី2មកឧទាហរណ៍ table ទី1មាន3 row table ទី2មាន3 row អញ្ចឹងអា table ទី1ហ្នឹងវានឹងcombine row ទី1របស់ table ទី1ហ្នឹងជាមួយនឹង3 row នៃ table ទី2អញ្ចឹងវាបាន3 row ហើយ row ទី2របស់ table ទី1ហើយនិង row ទី3ហ្នឹងគឺ combine 3 row ដូចគ្នាអញ្ចឹងសរុបទាំងអស់ result គឺវានឹងចេញ9 row អញ្ចឹងទីទៀតយើងនឹងឃើញរូបភាព9 row ហ្នឹងបែបម៉េចវាជាន់បែបម៉េចអូខេអញ្ចឹង syntax របស់វាគឺយើង select column from ហើយ table ទី1ហើយ cross join ជាមួយនឹង table ទី2អញ្ចឹងនៅក្នុងនេះគេបញ្ជាក់ដែរថាអ្វីត្បិតតែ cross join វាជាប្រភេទ join ដូចគ្នាមែនប៉ុន្តែវាអត់ដូច join ដទៃទេអញ្ចឹង join ផ្សេងៗដូច join left join អីហ្នឹងគឺគេ require ដើម្បី join data ពីរវាង2 table ហ្នឹងបានគឺ require ឲ្យមាន key រវាង2 table ហ្នឹងទើបអាចភ្ជាប់គ្នាបានប៉ុន្តែ cross join វិញគឺអត់ចាំបាច់មាន key នៅក្នុង table ទាំងពីរហ្នឹងទេក៏អាច join គ្នាបានដែរអញ្ចឹងនៅក្នុងនេះយើងនៅក្នុងនេះមេរៀននេះគេបញ្ជាក់ដែរថានៅក្នុងចាស់ស្ដែងនៅក្នុង table ទី1ឈ្មោះថា T1 ហ្នឹងមាន n row នេះយើងអត់ដឹងមែនទេហើយបន្តមកទៀតនៅក្នុង table ទី2ឈ្មោះថា T2 ហ្នឹងគឺមាន m row អញ្ចឹងអាហ្នឹងជាតំណាងរបស់គេអញ្ចឹងcross join ហ្នឹងវានឹង create result មួយចុងក្រោយដែលបង្កើតពី formula នេះគឺ n row ពី table ទី1គុណជាមួយនឹង m row នៅ table ទី2អញ្ចឹងឧទាហរណ៍បើសិនជា table ទាំងពីរហ្នឹងមាននេះ table 1ហើយនិង table 2នេះមាន 1000 row អញ្ចឹងនៅពេលដែលវា cross join ទៅគឺវានឹង return result មួយដែលមានចំនួន record របស់ចំនួន row ហ្នឹង1លាន row អញ្ចឹងយើងសាកគុណមើលនេះ1000 row table ទី1 1000 row table ទី2 1000 row អញ្ចឹង1000គុណ1000គឺវាស្មើ1លាន row អញ្ចឹងត្រឹមត្រូវហើយអញ្ចឹងនៅក្នុងនៅពេលដែលយើងប្រើប្រាស់ cross join ហ្នឹងគឺវាអាចធ្វើឲ្យកើននៅ number of row អញ្ចឹងដោយសារតែយើងឃើញវា multiply ឬក៏វាគុណពី row នៃ row នៃ table ទី1ហ្នឹងជាមួយនឹងrow សរុបនៃ table ទី2ហ្នឹងវាគុណទៅធ្វើឲ្យចំនួន data ហ្នឹងវាប៉ោអញ្ចឹងជាហេតុធ្វើឲ្យពេលខ្លះបើសិនជា data ហ្នឹងធំពេកគឺគេ consider ក្នុងការអត់ប្រើវាហើយបើសិនជាគេប្រើវាគឺគេត្រូវតែច្បាស់ថា use case ដែលគេប្រើហ្នឹងគឺវាចាំបាច់ត្រូវតែប្រើ cross join ហ្នឹងមកអញ្ចឹងបើជៀសផាន់គឺគេអត់ប្រើអាហ្នឹងទេដោយសារវាតកតងនឹង performance issue អាចធ្វើឲ្យយើង query យើងយូរឬក៏ក្នុងការទៅសេ run HS query ហ្នឹងធ្វើឲ្យslow database ឬក៏ធ្វើឲ្យ down database អីជាដើមអញ្ចឹងមានន័យថាត្រឡប់មកវិញយើងប្រើហ្នឹងគឺយើងប្រើនៅពេលដែលចាំបាច់ហើយយើងត្រូវការវាតែប៉ុណ្្នឹង
ចឹងយើងនឹងមានឧទាហរណ៍ហោហានៅក្រោមរបៀបនៃការប្រើប្រាស់អញ្ចឹងដូចនៅក្នុងនេះចឹងគឺនៅក្នុង table 1គឺមាន3 row មានដែល3 row ហ្នឹងមានជាលេខ1លេខ2លេខ3ហើយនៅក្នុង table ទី2គឺមាន3 row ដែរប៉ុន្តែវា data របស់វាគឺ store ជាអក្សរ A អក្សរ B និងអក្សរ C ហើយនៅពេលយើងប្រើ cross join វានឹង combine arrow នីមួយៗនៃtable ទី1ហ្នឹងជាមួយនឹង row ទាំងអស់នៅក្នុង table ទី2អញ្ចឹងវានឹង repeat អា process បែបហ្នឹងគ្រប់ row ទាំងអស់នៃ table ទី1អញ្ចឹងយើងមកមើលនេះនៅក្នុងនេះគេ explain មកច្បាស់មកអញ្ចឹងយើងមកកលេចមកមើល table ទី1នេះគឺយើងមាន3 row ទី1ទី2ទី3អញ្ចឹងយើងមកឃើញ table ទី2នេះមាន3 row ដែរមាន value A B and C ហើយនៅកន្លែងនេះគឺគេ join table ពីរហ្នឹងដោយប្រើ cross join អញ្ចឹងយើងមកមើលតើតើនឹង row ទី1នៃ table ទី1នេះយើងឃើញនេះ row ទី1លេខ1នេះអញ្ចឹងលេខ1ហ្នឹងគឺវានឹងធ្វើការយក data combine data ពី table ទី2នេះទាំងអស់អញ្ចឹង1នេះ A ហើយ1នេះ combine ជាមួយនឹង B នេះហើយ1នេះ combine ជាមួយនឹង C នេះអញ្ចឹងនៅក្នុង row ទី1នៃ table ទី1 combine ជាមួយនឹង table ទី2ហ្នឹងគឺយើងបាន data set data ប៉ុណ្ណេះ result ប៉ុណ្ណេះ3 row នេះអញ្ចឹងវានឹង repeat អា process ហ្នឹងបន្តអញ្ចឹងដោយខ្ញុំបាននិយាយមុនហ្នឹងឃើញវានឹង data នឹងសូ9 row ចេញមកអញ្ចឹងសរុបគឺ9 row ហើយនៅក្នុងនេះគឺគេមានជាឧទាហរណ៍អាចពេលយើងនិយាយទៅយើងសម័យអត់ទាន់ចេញថាអាហ្នឹងប្រើនៅពេលណាប្រើដើម្បីអីអញ្ចឹងតើយើងមកឧទាហរណ៍បានយើងយល់ច្បាស់កាន់តែច្បាស់តែគ្រាន់តែយើងខាងលើនេះគេបញ្យល់ពីដំណើរការរបស់វាក៏ដូចជានិយមន័យរបស់វាអញ្ចឹងនៅក្នុងនេះគឺគេធ្វើការទៅ say actual statement មួយសម្រាប់ return result ដែលបានមកពី table product combine ជាមួយនឹង table store អញ្ចឹងនៅក្នុងនេះគឺគេ select យក column ចំនួន3មកហើយចេញពី table product ហើយគេ join ជាមួយនឹង cross join ជាមួយនឹង table store អូខេអញ្ចឹងយើង run អាហ្នឹងមកអូខេ order byអូខេអញ្ចឹងក្នុងនេះ select 3 column មកអញ្ចឹងបន្តមកទៀតcolumn នេះមានន័យថា column quantity ដែលគេ apply fixed value មួយគឺលេខ0មានថា quantity 0អញ្ចឹងយើង run មកថា result បែបណាអញ្ចឹងយើងដឹងណា cross join ជាមួយ table store ហើយ order by 2 column នេះអញ្ចឹងយើង run ជា result មកយើងឃើញ result បែបនេះអូខេអញ្ចឹងអ្នកដូចឃើញនៅក្នុងយើងមើល3 row នេះយើងឃើញ product ID មួយនេះឃើញវាគុណជាមួយនឹង3 row នៃ table store ហើយ fixed value វានេះ0យើងដាក់នេះអញ្ចឹងវា repeat បែបហ្នឹងទៅគ្រប់ product ទាំងអស់ដោយសារយើងប្រើ table product cross join data ពី store មកអញ្ចឹងក្នុងនេះ store នេះដូចជាមានតែ3 store ឯងបានវាឃើញតែមក product គុណជាមួយនឹង3 row របស់data នៅក្នុង table store អញ្ចឹងយើងមើលថា data table store នោះមានប៉ុន្មាន row select មើលតិចអូខេមាន3 row មែនហ្នឹងហើយអញ្ចឹងមាន3 row អញ្ចឹងវាគុណនឹង3ត្រូវហើយអញ្ចឹងបើយើងមើលពីនៅក្នុងនេះសរុបយើងអត់ទាន់ឃើញចំនួនប៉ុន្មាន row ឲ្យពេលយើងប្រើ cross apply អញ្ចឹងយើងចង់ដឹងថា
ថាពេលយើងប្រើ cross apply មកវាដូចទៅនឹងមេរៀនយើងមិញអត់អញ្ចឹងនៅក្នុង table store នេះយើងមានចំនួន record សរុបឬក៏ចំនួន row សរុប3 row អញ្ចឹងយើងcount អានេះមក3 row store number of store ហើយចឹងអានេះយើងមើលប្រដាប់ទៀតចឹងប្រដាប់ schema production អូខេចឹង number of product number of product ចឹងនេះចឹង data នៅក្នុង table store ហ្នឹងមាន3 row ហើយ data នៅក្នុង table product មាន321 row ចឹងបើយើង base ទៅលើនិយមន័យវាគឺយកចំនួនសរុបនៃ row នៃ store នៃ table store គុណជាមួយនឹងចំនួនសរុបនៃ table product អញ្ចឹងគុណទៅវាគួរតែនេះចូលខ្ញុំសុំកណនីលេខមួយចឹងបាច់កណនី963ហើយ963ចឹង963 row សរុបណាចឹងយើងមើលពេលដែលយើងប្រើ cross join នេះគឺវាចេញ result មកប៉ុណ្្នឹងមែនអត់ចឹងយើងបិទអានេះសិនទៅហើយយើង count number of row អូខេយើងអញ្ចឹង963ចឹងត្រូវណា963អូខេបើនេះវិញចឹងយើងត្រឡប់មកកាន់មេរៀនរបស់យើងបន្តទៀតអញ្ចឹងនេះនៅក្នុងនេះក៏គេ run មកគេ screenshot ជា output ទុកក្នុងនេះដែរអញ្ចឹង result វាដូចទៅណាយើង run មិញហ្នឹងអញ្ចឹងអា result ហ្នឹងគឺគេអាចប្រើវាសម្រាប់ track stock មើលថាតើ stock នៃ product នេះមួយនៃ store ដល់ store ID លេខ1នេះមាន product នេះហ្នឹង product នេះ product code 257ហ្នឹងមានចំនួនប្រមាណនៅក្នុង stock អញ្ចឹងគេអាច track stock end of month ឬក៏ end of year អញ្ចឹងទៅហើយមួយទៀតអានេះជា the whole statement មួយវាអាចថាជា complex បន្តិចតែអានេះជា real application មែនតើទៅគឺយើងទៅសេ complex បែបហ្នឹងអញ្ចឹងនៅក្នុងនេះគឺគេចង់រក CHR statement មួយដើម្បីស្វែងរកនៅ product ដែលអត់មានលក់ចេញទេនៅក្នុង store មួយអញ្ចឹងធម្មតាឧទាហរណ៍យើងមាន10 product ហើយយើងមាន store ដែលលក់ product ហ្នឹងអាចថាមាន5 store ចុះដែលលក់ដែលលក់ product របស់យើងប៉ុន្តែมันប្រកាសថា5 store ហ្នឹងមានលក់10 product របស់យើងនឹងគ្រប់ store ទេវាអាច store ខ្លះមានលក់តែ8 product store ខ្លះមានលក់តែ5 product store ខ្លះក៏មានលក់product របស់យើងទាំងអស់ចំនួន10អីចឹងទៅអញ្ចឹងនៅក្នុងហ្នឹងគឺយើងអាចប្រើ cross join វា benefit កន្លែងហ្នឹងនៅពេលដែលយើងចង់រក store ក៏ដូចជាចំនួន stock ដែលអត់មាននៅក្នុង store ឬក៏អត់ដែលបានលក់ចេញអីហ្នឹងគឺមានយើងអាចប្រើ cross join នៅក្នុងហ្នឹងចឹងយើង run query ទៅយើងនឹងឃើញពី result វាកាន់តែច្បាស់អូខេចឹងយើង query មួយទៀតមកចាំខ្ញុំបញ្យល់ statement នេះតិចហើយថាយើងអត់តន់រៀនមើលទៅប្រហែលជាអត់យល់
cell okay cell from ni s ini okay chẳng về bật đi vui error okay chẳng chẳng code ní mình làm bài cho những ví dụ code chẳng cái đó code níនៅដោយសារកូននេះយើងប្រហែលជាអត់ដែលឃើញទេប៉ុន្តែខ្ញុំធ្លាប់និយាយតទៅនឹង sub query អញ្ចឹងអានេះនៅក្នុងនេះគឺគេប្រើ sub query អញ្ចឹងនៅក្នុង sub query ហ្នឹងគឺវាយើងមើល sub query មុនថាតើវា return អីគេចេញពី sub query មួយហ្នឹងអញ្ចឹង result ដែល return ពី sub query ហ្នឹងដូចនៅក្នុងនេះនៅកន្លែងនេះ block នេះគឺគេយកតន័យ store ID product ID ហើយជាមួយនឹង cell អញ្ចឹង cell នេះគឺតម្លៃលក់សរុបអញ្ចឹងតម្លៃលក់សរុបដោយសារតែនៅក្នុង table ហ្នឹងគឺអត់មានតម្លៃលក់សរុបទេអញ្ចឹងគឺគេធ្វើការcolumn មួយហ្នឹងគឺគេធ្វើការ summary វាអញ្ចឹងនៅក្នុងនេះគេមាន quantity ហើយនឹង list price អញ្ចឹង quantity ចំនួនដែលលក់បានហើយនឹងចំនួន product ដែលលក់បានហើយនឹង list price ហ្នឹងគេគុណវាចូលគ្នាហើយគេសាំវាមកគឺបាន total sale ហ្នឹងហើយអញ្ចឹងបន្ទាប់មក data នេះគឺនៅក្នុង software នេះគឺគេយក data ពី table order ចនជាមួយនឹង table item តាមរយៈ order ID ហើយគេយកdata ពី table order នេះជាន់ជាមួយ table store តាមរយៈ store ID ដើម្បីទាញយក store information ចេញមកអញ្ចឹង store information នេះគឺ store ID យកមក display ដែរនេះអញ្ចឹងបន្ទាប់មកគេយក data ពី table គេជាន់ជាមួយនឹងគេជាន់ table order item នេះជាមួយនឹង table product នេះតាមរយៈ product ID ដើម្បីយកទាញយក data របស់ product នេះ product ID នេះអញ្ចឹងដល់មកគេគ្រប់បាយវាគ្រប់បាយ store ID ហើយនិង product ID អញ្ចឹងយើងសម័យមើល result វានឹងចេញជា summary result មួយដែលមាន product store ID ហើយ product ID ហើយនឹងsale នៃ product ID មួយហ្នឹងរបស់ store មួយហ្នឹងអញ្ចឹងបន្តមកទៀត data នឹង return មកនឹងមាន data 3 column នេះចេញមកអញ្ចឹងនៅក្នុងនេះយើងដឹងហើយថា data នៃរឿង return គឺមាន3 column នេះមាន information 3នេះបន្តមកយើងកលេចមកកាន់ outer query វិញចា query នេះគឺជា query នេះរបស់យើង outer query ខាងក្រៅចា query មួយហ្នឹងគឺគេទាញទិន្នន័យពី table store ID ហើយ product ID ហើយបន្ទាប់មក cell column នេះពី table store បន្ទាប់មកគេប្រើ cross apply ដើម្បីapply product ទាំងអស់ដែលមាននៅក្នុង table product ជាមួយនឹងstore ព្រោះអី store ខ្លះគឺអត់មានលក់ product ហ្នឹងទេឧទាហរណ៍ product នៅក្នុង store A មានឧទាហរណ៍ product យើងមានA B C ហើយនៅក្នុង high store របស់យើងនៅក្នុង store A ហ្នឹងមានលក់តែ product A និង product C product B អត់មានទេ
chẳng làពេលដែលយើងអត់ប្រើ cross apply យើង missing data នឹងបាត់ហើយអញ្ចឹងនៅពេលដែលនៅក្នុងនេះយើងប្រើ cross apply ទៅdata ហ្នឹងវាពេញលេញមានន័យថា product B អត់មានលក់ពិតមែនប៉ុន្តែយើងអាច return វាចេញមកដើម្បីឲ្យវា complete ជាមួយនឹង store ផ្សេងៗនេះយើងអាចធ្វើ comparison អីផ្សេងៗបានអញ្ចឹងបន្តមកទៀតគេបន្ទាប់ពីគេ apply ជាមួយនឹង table product ហើយគឺគេប្រើ left join ជាមួយនឹងresult ពី subquery មួយនេះតាមរយៈ store ID តាមរយៈ store ID ហើយនឹង product ID អញ្ចឹងកន្លែងនេះគឺ special ដូចខ្ញុំធ្លាប់បង្ហាញថាកន្លែង on close នេះបន្ទាប់ពី join ហ្នឹងអាចប្រើ2 condition បានអញ្ចឹងនេះក្នុងនេះគឺគេ join តាមរយៈ store ID ផងហើយនឹង product ID ផងអូខេអញ្ចឹងបន្ទាប់មកគេមាន condition មួយ apply filter your cell now cell now មានន័យថាproduct ដែលអត់ដែលបានលក់ចេញដែលអត់ដែលបានគេទិញអូខេអញ្ចឹងអានេះមានទេ order ទេយើងរាំងមកនេះជាយើងឃើញថាអូខេ store មិញយើងមាន3ទៅអញ្ចឹង1 2 3អញ្ចឹង store ID មួយនេះ store លេខ1នេះដែលមាន product ID លេខ1នេះគឺអត់ដែលមានគេទិញទេឬក៏អត់ដែលលក់ចេញទេអញ្ចឹងយើងទៅមើលណាដែល store ណា product ណាដែលមានគេទិញអានេះអត់មានទេអូខេ store យើងមើលត្រឡប់មកអូខេអញ្ចឹងមានន័យថា result នេះ0ទាំងអស់0ទាំងអស់មានន័យថា store មួយនេះ product មួយនេះគឺអត់មានការលក់ចេញអីទេអូ data មានចឹងដែរអត់ដែលបានមើលហ្នឹងហើយអញ្ចឹងតើតងនឹង cross apply គឺវាបែបហ្នឹងមួយទៀត use case មួយទៀតយើងអាចប្រើ cross apply ជប់ប្រហែលជាជាប់ condition មិញអញ្ចឹងបើឃើញ product ដែលធ្លាប់បានលក់ចានេះយើងដោយសារនេះយើង filter យកតែ cell ដែលអត់ដែលបានលក់ជាងដាក់ not null មកយើងឃើញនេះជាងឃើញថា store ID មួយនេះ product ID លេខ2នេះមានការលក់សរុបចំនួនប៉ុន្មានពីលក់បានប៉ុន្មាន 25,400 ចឹងទៅជាង store ID លេខ2នេះ product ID លក់product ID 2នឹងដែរលក់បាន59,200 ចឹងទៅចឹងអានេះ product ដែលលក់បាននៅតាម store មួយពេលនេះយើង filter យក sell ដែល now ហ្នឹងទៅយើងឃើញថានេះ store មួយនេះ product ID មួយនេះអត់ដែលលក់បានសោះហ្មងទីពិតទៅដោយសារតែបើនៅក្នុងអា store មួយហ្នឹងគឺប្រហែលជាអត់មានលក់ product ID លេខ1ហ្នឹងទេអញ្ចឹងណាអញ្ចឹងបើសិនជាយើងប្រើ inner join ធម្មតាគឺយើងនឹងអត់ប្រើ cross apply មកគឺយើងនឹងបាត់អា product ហ្នឹងហើយអញ្ចឹងអាហ្នឹងមួយទៀត use case នៅពេលដែលគេប្រើមែនតែនទៅឧទាហរណ៍ថាយើងចង់មើលតកតងទៅនឹងtrend របស់តកតងនឹង balance សរុបរបស់បើយើងនិយាយពី bank ចុះអញ្ចឹងយើងចង់មើលពីទិន្នន័យឬក៏ទិន្នន័យ
តាក់ទងនឹងចំនួនលុយដែលមាននៅក្នុង account របស់ customer របស់យើងហ្នឹងអញ្ចឹងយើងចង់មើល trend របស់ពួកគាត់អញ្ចឹងដោយសារតែអ្នកខ្លះឥឡូវយើងទៅហៅផ្សេងទៀតនេះវាអាចនឹងតាក់ទងនឹង sensitive ព័ត៌មានអញ្ចឹងយើងអាចនិយាយចេះវិញយើងអាចថាឧទាហរណ៍ថាយើងមានអាចទៅសេចេះមកឧទាហរណ៍ថាយើងមាន credit យើងមាន card data របស់ card credit card អញ្ចឹងយើងចង់ដឹងថាយើងចង់ monitor ថាឧទាហរណ៍ថា customer ID លេខ1នេះលេខ1ដល់5អញ្ចឹង ID លេខ1ដល់5យើងតំណាងឲ្យ customer ចំនួន5នាក់ដែលជាcustomer ដែលគាត់ប្រើប្រាស់ឬក៏គាត់អាចថាគាត់ធ្វើ transaction ច្រើនជាងគេនៅក្នុងមួយថ្ងៃអញ្ចឹងឧទាហរណ៍ថាចំនួន transaction គាត់ number transaction គាត់ថា top 5ហ្នឹងគឺមួយថ្ងៃគាត់ធ្វើ20 transaction ម្នាក់នេះគាត់ធ្វើមែន18ម្នាក់នេះគាត់ធ្វើ15គាត់ធ្វើ10ម្នាក់នេះគាត់ធ្វើ8ចឹងនេះtop 5 customer ដែលគាត់ធ្វើ transaction តាមរយៈថា Visa card ចុះអូខេអញ្ចឹង Visa card អញ្ចឹងនៅក្នុងហ្នឹងយើងចង់ដឹងថាអញ្ចឹង product និយាយពី product សិនអញ្ចឹង product នៅក្នុងក្រុមហ៊ុនរបស់យើងឧទាហរណ៍ថាយើងមាន product A product A ដែលយើងដាក់គូជីចេះ product A នឹងដាក់ចេះវិញអូខេយើងមានម្នាក់នេះគាត់ធ្វើ product A ហើយម្នាក់នេះគាត់ធ្វើ product A ម្នាក់គាត់ធ្វើ product B ម្នាក់នេះគាត់ធ្វើ product B ម្នាក់នេះគាត់ធ្វើ C អញ្ចឹង product យើងទាំងអស់product យើងទាំងអស់មាន3មាន A មាន B មាន C អញ្ចឹងឧទាហរណ៍ថា A ហ្នឹងឯគេ A ហ្នឹងKQR B ហ្នឹង KQR យើង scan ហ្នឹងហើយ B ហ្នឹងតាក់ទងនឹង gambling មិន gambling នេះ gambling ហើយចុងក្រោយនេះឥឡូវ product យើងមិននិយាយ product នេះយើងនិយាយ merchant ចុះmerchant ហ្នឹងមានន័យថាអ្នកលក់អញ្ចឹង merchant យើងមាន3ប្រភេទទៅ merchant ដែលប្រើប្រាស់ KQR merchant ដែលគាត់តាក់ទងជាមួយនឹង gambling ហើយ merchant ដែលមួយទៀតតាក់ទងទៅនឹងឧទាហរណ៍ loan អញ្ចឹងដែរអូខេអញ្ចឹងបើយើងមើលនៅក្នុងនេះ data របស់ credit Visa card នេះគឺយើងឃើញ customer top 5 customer យើងបែបនេះចា៎នេះយើងឃើញ merchant ដាក់ merchant អានេះគឺ merchant code ចា៎នេះ merchant type ចឹងនេះ merchant code maybe យើងប្រើនេះវិញអូខេចេះមកដល់
okay chỗ chè chẳng merchant data dân bạp đi chẳng dân cái tha dân sớm mai tha transaction summary transaction mùi ní cứ do data bằng ngày trong crowd chẳng á chắc này dân khơi bị behavior bo net đại quạt for transaction top 5 net quạt for transaction như kia nông bằng ngày tha yesterday chẳng dân khơi chế mình tha thong mà đài phần tái bờ sân chia dân ai vô về tập ra đấy nhưng cũng trong phép thay dân ai vô về tập ra làm 70 abnormal activity á làm 70 monitor là abnormal activity chẳng mình đây tha bờ sân gì dương per cross apply tới dương nên ban đặt tàn trẻ anh ấy dương lấy bệnh vậy đó thôi file thầm top 3 bài này trẻ chẳng bờ sân gì dương per cross apply data bao nhiêu trẻ chẳng mùi này cứ apply 17 này thôi yeah rồi ok rồi ta check ok này chẳng có thể họ thay ngày nắng quạt for transaction níประมาณcasual nó $200 USD send amount chắc là ok casual này quạt for $200ai này nó bây giờ per crop lái cứ thì bắt tới bà sân chỉ admin crop lái mà quạt for tập $200គឺវាមានតែ100នេះហេថាតែ100នេះទេអញ្ចឹងពេលយើងប្រើ drop apply មកគឺយើងបាន100បានប្រដាប់sorry merchant tab ផ្សេងមកដែរអញ្ចឹងនៅក្នុងនេះតែវា0ដោយសារវាអត់មាន transaction តាក់ទងជាមួយនឹង merchant ប្រភេទហ្នឹងទេអញ្ចឹងថានេះអញ្ចឹងគាត់មានមែន100នេះគាត់មាន$100ចាក់ KHUR នេះបានKHUR នេះអាចថា$42 $45ចេះអញ្ចឹងនៅកន្លែងនេះបើសិនយើងដាក់អញ្ចឹងយើងនឹងឃើញពីការចំណាយឬក៏ transaction របស់ customer មួយហ្នឹងហើយនឹង amount របស់គាត់ហើយនឹងចំនួនដែលគាត់ធ្វើ transaction ប្រហែលអញ្ចឹងបើសិនជានៅក្នុងពេលណាមួយឧទាហរណ៍គាត់នេះសុកម្នាក់នេះ customer delete មួយនេះគាត់គាត់ទៅធ្វើ transaction តាក់ទងនឹង gambling អញ្ចឹងឧទាហរណ៍គាត់ឃើញបាញ់ទៅប៉ុន្មាន$500ហើយយើងឃើញ$500អានេះអាចថា300ហ្នឹងទៅnew transaction new amount អញ្ចឹង new amount នេះtransaction amount នេះអាចថាnew amount ហ្នឹងអាចចឹងក៏បានថា new amount today amount នេះ$100
សូនដល់ទៅអូខេអញ្ចឹងនៅក្នុងនេះយើងដូចឧទាហរណ៍ថា customer លេខ1នេះគាត់address amount នេះអាចថា yesterday amount ចា៎អញ្ចឹង yesterday amount គាត់ហ្នឹងគាត់ធ្វើនេះគាត់ធ្វើហ្មង$2ដល់ពេលស្រាប់ថាថ្ងៃហ្នឹង$2ហើយ$2ហើយសម្រាប់ gambling merchant ហ្នឹងគាត់អត់មានពាក់ព័ន្ធជាមួយទេអញ្ចឹង0ហើយ loan ក៏គាត់អត់មានដែរអញ្ចឹងស្រាប់តែថ្ងៃហ្នឹងឃើញគាត់ធ្វើ$500អញ្ចឹងមានថាគាត់មានបញ្ហាអីគាត់មាន abnormal activity អីគេអាចលួច account គាត់យកទៅប្រើយកទៅបាញ់លុយលេង game ឬក៏យ៉ាងម៉េចអានេះយើងអាច monitor តាក់ទងទៅនឹង fraud ការលួចបន្លំលុយយើងអាចយកហ្នឹងទៅប្រើបានហើយយើងអាច set វាជា alert ជា highlight វាក្រហមអីសម្រាប់ចេះអីទៅនៅក្នុង dashboard របស់យើងអីចឹងណាតែយើងអាចប្រើអា cross supply នឹងបានsorry cross join នៅកន្លែងហ្នឹងបានអាចថាយើងស៊ីពេលបន្តិចនៅក្នុង cross join នេះអញ្ចឹងគ្រាន់តែចង់បញ្ជាក់អស់គ្នា use case គឺប្រើពេលហ្នឹងដោយសារតែការខ្ញុំធ្លាប់ប្រើក៏ខ្ញុំប្រើនៅពេលហ្នឹងដែរអញ្ចឹងឬក៏មួយទៀតយើងអាច apply ចំនួនម៉ាន់ណាចំនួនម៉ាន់ឧទាហរណ៍ថាយើងមាន12ខែតើយើងមាន12ខែហើយយើងអត់ចង់ឲ្យឧទាហរណ៍យើងចង់មើល detail data របស់ account មួយហ្នឹងថាតើ balance 12ខែ available balance ហ្នឹងមានថាចំនួនលុយដែលគាត់មាននៅក្នុង account គណនីរបស់គាត់ហ្នឹងមានប្រមាណតែជាក់ស្ដែង account ខ្លះគាត់អត់ធ្វើគាត់មានថាគាត់អត់មានលុយរាល់ខែអាចថាគាត់មានលុយតែ10ខែប៉ុន្តែអា2ខែចុងក្រោយគាត់មានលុយទេអញ្ចឹងនៅពេលដែលយើង join ប្រើ inner join ទៅគឺបាត់អា2ខែហ្នឹងមកហើយអញ្ចឹងបើយើងចង់យកអា data របស់ customer មួយហ្នឹង compare ជាមួយនឹង history sorry ជាមួយនឹង customer ផ្សេងឬក៏ចង់បង្កើតវាជា criteria សម្រាប់fraud detection អីមួយយើងអាចធ្វើវាបានទេអញ្ចឹងយើងត្រូវតែប្រើប្រាស់ apply ដើម្បីបាន completely data មួយទោះបីជាវា0ក៏ដោយគឺយើងត្រូវការយកវាមកដើម្បី compare ធ្វើ compare អីមួយតកតងទៅនឹង rule របស់យើងក៏ដូចជាតកតងទៅនឹងតម្រូវការរបស់យើងអូខេអញ្ចឹងអាហ្នឹងអាចថាខ្ញុំនិយាយទៅអ្នកខ្លះគាត់អាចអត់ដែលបានអត់ដែលធ្វើការគាត់អត់ដឹងថាថ្ងៃគេប៉ុន្តែគ្រាន់តែស្ដាប់សិនទៅប៉ុន្តែអ្នកខ្លះគាត់អាចនឹងតន់អ្វីដែលខ្ញុំនិយាយអូខេអញ្ចឹងបើសិនជាការប្រើប្រាស់អានេះcross join គឺវា benefit កន្លែងហ្នឹងហើយខ្ញុំប្រើច្រើននៅកន្លែងការងារវាមានតកតងទៅនឹងភាគច្រើនប្រើជាមួយម៉ាន់ហ្នឹងឯងប្រើជាមួយម៉ាន់ calendar day ជាមួយនឹងhour មួយថ្ងៃអាចមាន24ម៉ោងអញ្ចឹងយើងបង្កើត24ម៉ោងនឹងមក data fix data 24ម៉ោងហើយយើង apply យើងប្រើ cross join ជាមួយនឹងម៉ាន់យកមកsorry day ចំនួន day យកមកអញ្ចឹងយើងតែថានិយាយច្រើនតកតងទៅនឹង cross join ចូលមក safe join អញ្ចឹងមកដល់ safe join គឺតកតងនឹង safe join បើយើងស្ដាប់តែ keyword safe ហ្នឹងគឺមានន័យថាខ្លួនឯងទេអញ្ចឹងបើសិនជាយើងគិតយើងអត់តន់មើលអត្ថន័យអត់តន់មើលអីទេយើងគ្រាន់តែមើលពាក្យវាថា safe join មានថា join ខ្លួនឯងខ្ញុំ join ខ្លួនឯងហ្នឹង join មិនដែរអញ្ចឹងយើងប្រកាសជាសម័យមើលថា data វាគួរតែខ្លួនឯងវាមួយទេអញ្ចឹង data ប្រហែលជាគេធ្វើសរសេរ SQL query ជាមួយនឹង data ពី table មួយឯងគឺគេអត់មានប្រើ table 2ឬ3ទេថាអញ្ចឹងបើយើងមើលនៅក្នុងយមន័យនេះគេប្រើ safe join ដើម្បី join table ជាមួយនឹង itself មានថា join data ដែលប្រើប្រាស់ table មួយ
ចឹង join វា table មួយ join មិនទៅហើយប្រើដើម្បីអីទៅចឹងយើងកន្លែងមកមើលខាងក្រោមនេះជាទូទៅគឺយើងប្រើ self join ហ្នឹងដើម្បីjoin data ក្នុង table ហ្នឹងជាមួយនឹងខ្លួនឯងចឹងតកតងទៅនឹងបើនិយាយខ្លីនៅក្នុងនេះវាមានឧទាហរណ៍របស់វានៅក្នុងនេះដូចជាអូខេចឹងដើម្បីប្រើអាហ្នឹងបាននេះ syntax របស់វាគឺគេមាន alias name គឺប្រើ alias name ចឹងនៅក្នុងនេះគឺយើង select column មកចេញពី table T នេះដែលយើង alias វាទៅជា T1 បន្ទាប់មកយើងអាចប្រើ left ក៏បាន inner ក៏បានដែរ set តែយើង inner join នៅមកពី table T ចឹង table ខ្លួនឯងនេះ table T ប៉ុន្តែយើងធ្វើ alias វាឲ្យទៅជា table 2 table ទី2ហើយ on ធម្មតា on ហ្នឹងចង់ join តាមរយៈ column អីគេ column employee ID ឬក៏ column អីផ្សេងចឹងនៅក្នុងនេះគឺ querying reference ទៅលើ table តែមួយ table T ហ្នឹង2ដងតាមរយៈការប្រើប្រាស់ table alias អូខេចឹងយើងមកមើលឧទាហរណ៍ឆាប់យល់ចឹងនៅក្នុងនេះគឺគេនឹងឧទាហរណ៍ទៅលើ data staff ចឹង data ពី table staff ចឹង data មានហោហែមាន staff ID first name last name email phone នេះចឹងទៅចឹងយើងឃើញ data ហ្នឹងជាក់ស្ដែងដែលយើងឃើញយើង select ផ្កាយពី table staff ហ្នឹងមកយើងឃើញ data ប៉ុណ្នេះចឹង data នេះយើងកន្លែងមើលមានអីខុសប្លែកអញ្ចឹងអ្វីដែលខុសប្លែកក៏អ្វីដែលគួរឲ្យចាប់អារម្មណ៍យើងឃើញគ្រប់ column ទាំងអស់មាន data ដែលឡែកយើងមកមើលអា column manager ID នេះវាអត់មាន data វាមាន data 100នេះវា null វា null អញ្ចឹងយើងមើលអត្ថន័យរបស់វាអូខេយើងដឹងថាឧទាហរណ៍ staff លេខ2នេះ manager ID គាត់លេខម៉ានលេខ1 staff ID លេខ1នេះអញ្ចឹងថាមេគាត់ staff ID លេខ2នេះឈ្មោះមួយនេះគឺមេគាត់នេះ staff ID លេខ1ឈ្មោះមួយនេះឈ្មោះហ្នឹងហើយដល់ពេលយើងមកមើល staff ID លេខ1ហ្នឹងមេគាត់ណាគេអត់មានផងអត់ដឹងណាគេចឹងយើងមកមើលថាអូខេចឹង data នៅក្នុង table staff ហ្នឹងគឺ store តទៅនឹង information ហោហែដែលយើងបាននិយាយមិញខាងលើហ្នឹងហើយ column manager ID ហ្នឹងគឺវា specific តទៅនឹង manager name របស់គាត់ចឹងដូចនៅឧទាហរណ៍នេះដូចខ្ញុំនិយាយមិញហ្នឹង staff ID លេខ2ឈ្មោះ Maria នេះគាត់ជា team របស់ manager គាត់នេះឈ្មោះ team របស់លេខ1នេះអញ្ចឹងគាត់ report ទៅលេខ1នេះ staff ID លេខ1នេះឈ្មោះ Fabiola អញ្ចឹង manager របស់ Maria ហ្នឹងគឺ Fabiola ហើយ Fabiola ហ្នឹងអត់មាន manager ទេអញ្ចឹងហើយបាន manager ID គាត់នឹង now អញ្ចឹងនៅក្នុងនេះបើសិនជាយើង join យើងប្រើ inner join យើងប្រើ inner join មកអញ្ចឹងយើងចង់ដឹងថាតើនៅក្នុងនេះគឺគេ concrete data first name ជាមួយ last name column នេះមកហើយគេ alias ទៅជា employee name ហើយ first name ជាមួយ last name នេះទៅជា alias ទៅជា manager name ហើយគេយក data ពី staff ហើយគេប្រើ inner join ហើយ join ជាមួយនឹង table staff នេះទៅដែរតាមរយៈ staff ID នៅក្នុង table staff នេះហើយជាមួយនឹង manager ID ដើម្បីរកline manager របស់ staff មួយនេះអញ្ចឹង data ពេលយើង run មកយើងឃើញ data បែបនេះជាងឃើញថាអូខេ employee ឈ្មោះមួយនេះ manager គាត់មួយនេះម្នាក់នេះ employee នេះmanager គាត់ឈ្មោះមួយនេះអញ្ចឹងទៅអញ្ចឹងយើងអាចដឹងថាម្នាក់ហ្នឹងមេគាត់ណាគេអឺ
ចឹងមួយទៀតនៅក្នុងនេះយើងប្រើ table data ពី table stock ហ្នឹង2 ដងគ្រាន់តែយើង alias មួយដាក់អក្សរ e ហើយមួយដាក់អក្សរ m អញ្ចឹងអ្វីដែលសំខាន់យើងកន្លែងមកនៅក្នុងនេះយើងឃើញ employee នេះបាត់ឈ្មោះមួយបាត់ឈ្មោះ Fabiola Jackson នេះអញ្ចឹងយើងបាត់ម្នាក់ហ្នឹងឲ្យយើងប្រើ inner join អញ្ចឹងយើងប្រកាសទីគាត់ថាអូខេដើម្បីយក data នឹងមកវិញយើងអាចប្រើ left join បានដោយសារយើងយក data ពី table ខាងឆ្វេង join មួយ table ខាងស្ដាំអញ្ចឹងយើងប្រើ left join នេះអញ្ចឹងយើងបានគាត់មកវិញហើយពេល